បាយរីករាយដែលសាលាគាត់បានឲ្យឱកាសនឹងឲ្យសិស្សបញ្ចេញស្នាដៃតាមប្រទេសនីមួយៗរបស់គាត់ដែលបានជ្រើសរើសចឹងណាបងសម្រាប់ business opportunity គឺយើងអាច invest ទៅលើ manufacturing technology ឬក៏ IT ហើយ renewable tourism hospitality agriculture និង food ហើយជាមួយនឹង e-commerce and retail ទាំង6ហ្នឹងគឺជា business opportunity នៅក្នុង Mexico ពេលដែលយើងរៀនហើយមាន assignment ដែលវា real world business ចឹងអ្នកណាយកឃើញថាវាល្អមែនដែរសម្រាប់ការរៀនខ្ញុំគិតថាវាល្អដែរទី1អាចជំរុញឲ្យសិស្សនិស្សិតអីហ្នឹងបាន research ពីប្រទេសមួយច្រើនដូចខ្ញុំអីពីមុនខ្ញុំអត់ដែរ research អីពីម៉ាឡេស៊ីច្រើនទេប៉ុន្តែដោយសារតែមាន assignment ហ្នឹងខ្ញុំបាន research ច្រើនពីម៉ាឡេ research ពី business ណាដែល grow នៅក្នុងម៉ាឡេអញ្ចឹងខ្ញុំបានរៀនខ្លួនឯងថែមទៀតដែរខាងដូច Hot Wheel អីហ្នឹងថយហ្នឹងខ្ញុំស្រឡាញ់តាំងពីក្មេងតែខ្ញុំអត់ដែរចាប់អារម្មណ៍ថាវាផលិតនៅម៉ាឡេតែដោយសារខ្ញុំធ្វើទៅបាទខ្ញុំ research ទៅដឹងថាអាហ្នឹង product របស់ម៉ាឡេដែរបាទខ្ញុំយកទម្រង់ស្តៀងយើងធ្លាប់មានរបស់យើងមានអញ្ចឹងដែរបាទអូខេគ្នាចឹងការ research ជួយឲ្យយើងដឹងច្រើនជាងមុនណាហើយនេះនំរបស់ម៉ាឡេមែនបាទនំពីរមុខហ្នឹងក៏របស់ម៉ាឡេដែរបងសិស្សផលិតនៅម៉ាឡេការអប់រំថ្នាក់ឧត្តមសិក្សាបានផ្ដល់ឱកាសជាច្រើនសម្រាប់សិស្សានុសិស្សក្នុងការទទួលបានជំនាញនិងចំណេះដឹងដើម្បីមានសមត្ថភាពនៅក្នុងទីផ្សារប្រកួតប្រជែងវិទ្យាស្ថាន LSI Business School ផ្ដោតលើគុណភាពផ្ដល់ជូននិស្សិតនូវកម្មវិធីសិក្សាស្តង់ដារអន្តរជាតិនិងបណ្ដុះបណ្ដាលនិស្សិតឲ្យមានជំនាញគ្រប់គ្រងសហគ្រាសខ្នាតតូចនិងមធ្យមពូកែភាសាអង់គ្លេសនិងមានចរិតលក្ខណៈល្អដើម្បីក្លាយជាអនាគតអ្នកដឹកនាំធុរកិច្ចវ័យក្មេងមានទាំងសមត្ថភាពនិងគុណធម៌សូមអញ្ជើញអាណាព្យាបាលនិងសិស្សានុសិស្សស្វែងយល់អំពីកម្មវិធីសិក្សាបន្ថែមតាមរយៈ link ឬ scan QR code LSI Business School where leader learn